គ្រប់ជំរាបសួរដល់ពុកម៉ែបងប្អូនប្រុសស្រីទាំងអស់ជាទីស្រឡាញ់រាប់អានពីខ្ញុំមិនខ្ញុំបានវិចារកណាឥឡូវយើងមកមើលវីដេអូមួយវីដេអូនោះគឺតេតងទៅនឹងកូនសិស្សម្នាក់រឿងហ្នឹងកើតឡើងប្រហែលថ្ងៃហើយរឿងខ្ញុំតែបានទៅមើលនិយាយតេតងទៅនឹងសិស្សម្នាក់ដែលគ្រូតតរេះឆ្អឹងជើងហើយក្រោយមកមានព័ត៌មានមួយទៀតថាចេញពីក្រសួងមកខ្ញុំបាយមួយសិនមកថារឿងហ្នឹងមិនមែនកើតឡើងដោយគ្រូតតទេឬការបាក់ជើងនោះបានថាក្មេងហ្នឹងលេងឆ្លោះជើងពីដើមមកហើយតែបាក់ជើងទៅមកក្នុងហ្នឹងនិយាយថាអមជើងអមអីជាមួយនឹងឈើរូចស្រេចអស់ហើយគ្រូគ្រាន់តែកវាសទៅក៏វាដួលហើយមិនតែបកស្រាយពីក្រសួងជាមួយខ្ញុំវាយសិនអញ្ចឹងរឿងខ្លះខ្ញុំមិនបន្ទោសគ្រូទេព្រោះគ្រូជាអ្នកដែលរួមចំណែកទី2អំពីឪពុកម្ដាយហើយខ្ញុំបានចេះដឹងអីមកមិនមែនចេះដល់ខ្លួនឯងទេគឺចេះមកពីគ្រូហើយការដែលខ្ញុំរៀនគ្រូគឺគាត់គ្រប់ស្រឡាញ់ណែនាំល្អប៉ុន្តែវាយដែរណាចំនួនខ្ញុំរៀនគ្រូវាយសាហាវដែរណាគ្រូមួយកាយតែខ្ញុំរៀនខ្ញុំមិនបញ្ជាក់កន្លែងទេកាលនោះរៀនទី5គ្រូនោះវាយសត្វតែយកភ្នែកអាស័យវាយមិនអាស័យប៉ុន្តែមានអាស័យហ្នឹងវាមានខ្លាំងគល់ឲ្យភ្នែកវាយអាគល់ហ្នឹងឯងមិនវាយចុងអាស័យទេវាយនេះកាន់ចុងវាយគល់មិនអាស័យហើយវាយជួនកាលវាយមេដៃពេលសិស្សចំនួនខ្ញុំខ្លាចគ្រូហើយរឿងមិនជាធំដុំទេបើន័យថាឆ្លើយសំណួរខុសគឺត្រូវវាយចឹងតែហ្មងគឺរំពាត់ជាចម្លើយឆ្លើយជំនួសមេរៀនតែសិស្សរៀនបកែក៏វាមិនមែនមកដោយសារតែការវាយរៀនបកែក៏វាមិនមែនមកដោយសារការវាយហើយគ្រាន់ថាគ្រូជំនាន់មុនគាត់វាយគឺក្នុងហេតុផលមួយគឺបង្រៀនសិស្សហើយចំនួនខ្ញុំគ្រូវាយឪពុកម្ដាយមិនដែលទៅខឹងសម្បាហើយក៏មិនដែលទៅប្រាប់ពីឪពុកម្ដាយថាគ្រូវាយជាចំនួនអត់ទេគ្រាន់តែនិយាយខ្លួនឯងទៅគ្រូនឹងកាចតែប៉ុណ្្នឹងឯងហើយគ្រូនឹងកាចយ៉ាងចង់ចូលរៀនជាមួយប៉ុន្តែសម័យនេះបើហ៊ានតែធ្វើអីមិនស្រួលសម្រាប់សិស្សទៅប្រាប់ឪពុកម្ដាយមិនស្ដីឲ្យគ្រូភ្លាមចឹងរឿងខ្លះមិនសមបាវផងអញ្ចឹងឪពុកម្ដាយខ្លះគាត់ប្រកាន់ជើងកូនខ្លួនឯងអញ្ចឹងទៅផ្លិចមើលតម្លៃថាកូនខ្លួនឯងនឹងជាអ្នកបង្កើតកំហុសឬយ៉ាងណាផ្លិចមើលតម្លៃកន្លែងហ្នឹងហើយការខឹងក៏ទៅឌៀនគ្រូប្រមាថគ្រូទៅចង់ប្តឹងគ្រូអីទៅអញ្ចឹងរឿងខ្លះវាអាចមកជាហេតុផល2ហេតុផលទី1មកពីសិស្សដែលមិនស្ដាប់បង្គាប់គ្រូហេតុផលទី2គ្រូគាត់ជាចិត្តឆេវឆាវពេលខ្លះក៏វារៀងជ្រុលដៃជ្រុលជើងអីទៅបំណងវាយលក្ខណៈថាធម្មតាទេដំបូងប៉ុន្តែវាអាចជ្រុលដៃជ្រុលជើងក្មេងហើយនឹងមនុស្សធំអញ្ចឹងវាអាចទៅមានរឿងជ្រុលជ្រុះអីចឹងទៅអានឹងអញ្ចឹងវាបង្កើតជាហេតុជាផលក៏ប៉ុន្តែប្រសិនបើរឿងនឹងវាចារឡើងជាចេតនាក្តីអចេតនាក្តីគួរតែយើងដើរទៅតាមច្បាប់នឹងលើពីហេតុផលដើម្បីកាត់គ្នាជាចម្រៀកខាងនេះកាត់មកចម្រៀកខាងនោះកាត់មកចម្រៀកទៅដើម្បីយកហេតុផលឲ្យស្មើគ្នាឬក៏យើងត្រូវធ្វើអីមួយដើម្បីជាការតបស្នងដល់កំហុសរបស់យើងអញ្ចឹងទៅ
តែខ្លះមិនមែនចឹងទេអាងគ្រូគឺធ្វើបាបសិស្សហើយបើសិស្សណាដែលគាត់ស្អប់ផងពេលបរិញ្ញាក៏មិនចង់មើលមុខសិស្សហ្នឹងទេនឹងគ្រូខ្លះបើសិស្សណាដែលគាត់ពេញចិត្តគាត់ស្រឡាញ់ផងអូអង្គាតែជាមួយសិស្សហ្នឹងឯងលីសួរសិស្សនឹងយល់អត់តែមួយហ្នឹងមកសាលាអីហ្នឹងមានតែមួយហ្នឹងតែគាត់ពេញចិត្តហើយសិស្សផ្សេងទៀតហ្នឹងមើលតែរៀងនេះគាត់រើសអាងដែរហ្នឹងសិស្សនឹងគ្រូខ្លះហ្នឹងណាអាហ្នឹងខ្ញុំមិននិយាយមិនមកទេព្រោះកន្លងមកវាអាចនឹងមានចឹងដែរតែគ្រូខ្លះគាត់មិនចឹងទេបើថាចេះស្រ័យគាត់នេះគឺស្មើគ្នាតម្លៃដែលគាត់ត្រូវផ្ដល់ឲ្យសិស្សនេះគឺស្មើភាពគ្នាមើលខ្ញុំវាយសិនមើលតែមិនចេញទៅដឹងតែមើលចេះខុសបាត់ជាមានណានេះទៅណាទៅនៅស្កុយវីដេអូហ្នឹងឃើញគេនិយាយញឹកតាវីដេអូហ្នឹងអត់មានឃើញតែវីដេអូសោះវាយគ្នាគួរតែមានបើក្នុង TikTok វាយមាននេះហ្នឹងតែដំបូងវាយគាត់ពីរហូតដល់ឈានដល់គ្រូគាត់អូននេះហ្នឹងហើយអូហ្នឹងហើយមូលហេតុដំបូងវាយគាត់ផ្សាយចេញអំពីដល់គ្រូនឹងគាត់អូន BV TV Flash News បីជើងទៅរៀនហើយគាត់ដេញខ្ញុំចេញទៅណាតើអង្គុយលេងក្រៅគាត់អង្គុយលេងដែរឬឲ្យគ្រូឲ្យតើអង្គុយលេងកាអញ្ចឹងមានឲ្យឈរចាឲ្យចូលរៀនមួយថ្ងៃឲ្យអង្គុយលេងក្រៅអូខេអង្គុយលេងក្រៅមិនទៀតនេះអត់ឲ្យរៀនទេដល់អត់នៅក្រៅថ្នាក់អត់នៅក្រៅថ្នាក់ហ្នឹងអត់ឯងនៅមកបាក់ពីនេះអត់ឯងនៅមកផ្លេតឬក៏មិនអត់ឲ្យចូលរៀនមួយថ្ងៃមកល្ងាចមកផឹកហ្នឹងមកឬក៏មិនអត់ឲ្យចូលរៀន2ម៉ោងអូ2ម៉ោងអូខេតោះទៀតតោះហើយដល់ពេលឲ្យមកទៀតអញធ្វើមកទៀតអង្គុយឲ្យមកទៀតអង្គុយហើយអត់សោះពេកខ្ញុំដាក់ជើងលើទឹកលេងដាក់ហើយខ្ញុំដាក់ជើងចុះវិញគាត់មកដល់ដាក់ជើងលើទឹកទាត់ទៅខ្លួនឯងដាក់ជើងនៅទឹកម្ដងតែខ្លួនឯងឬក៏គាត់ឲ្យដាក់ខ្ញុំដាក់ហើយខ្ញុំតម្លាក់ជើងវិញគាត់ដល់លើកជើងដាក់ហើយគាត់ក៏វាឬក៏គាត់មិនហើយដល់ពេលគាត់ឲ្យគាត់មាននិយាយអីទៀតអត់និយាយអីទេហើយគ្រូនឹងកាចអត់គ្រូនឹងកាចគាត់ធ្វើដាក់ទៅអូនឯងមួយឬក៏មិនគ្រប់សិស្សពេលគាត់ធ្វើសកម្មភាពហ្នឹងគាត់ធ្វើខ្លាំងខ្លាំងឬតិចខ្លាំងគាត់ធ្វើដាក់មិនខ្លះសិស្សខ្ញុំអត់ដឹងដែរអាពេលអូនឯងឃើញយ៉ាអូនឯងឃើញធ្វើមិនខ្លះគាត់ទាត់គាត់វាយគាត់មិនក៏ឬក៏មិនគាត់ទាត់ណាមានសន្លប់ទៀតចុងក្រោយគឺដល់ថ្នាក់គាត់សន្លប់អត់អាហ្នឹងតើសិស្សខុសអូនខ្ញុំវះពីដល់អានេះគឺលើកទី1បន្ទាប់ពីមានខ្ទប់មានបញ្ហាសិស្សអត់ពាក់ស្បែកជើងឲ្យឈររយៈពេល2ម៉ោងមូលហេតុដំបូងខ្ញុំធ្លាប់ឈរដែរពេលនៅរៀនគ្រូឲ្យឈរដែរតែឈរមិនយូរទេគ្រាន់តែឈរឲ្យខ្មាស់គេតែប៉ុណ្្នឹងឯងបើន័យថាយើងឆ្លើយចម្លើយមិនត្រូវឬក៏ការចូលរៀនហ្នឹងក្រោយគេតែចឹងគ្រូឲ្យឈរនៅមុខក្តារខៀនហ្នឹងចំនួនអាយ10នាទីអញ្ចឹងទៅឬក៏5នាទីអញ្ចឹងទៅអញ្ចឹងឲ្យចូលមកវិញខ្ញុំមិនធ្លាប់អញ្ចឹងដែរណាប៉ុន្តែមិនដល់ថ្នាក់ទៅប្រើហិង្សាអីដល់សិស្សទេគ្រាន់តែការឈរដែលគ្រូឲ្យឈរនោះគឺក្នុងលក្ខខណ្ឌមួយដើម្បីឲ្យចេះខ្មាស់ថ្ងៃក្រោយទីបន្ទាត់ក្នុងពេលវេលាដែលយើងត្រូវរៀនព្រោះវាយជួងចូលរៀននេះគេចូលរៀនអស់យើងនៅក្រៅថ្នាក់ហើយវីដេអូនេះបានន័យថានៅក្នុង page BVTV Plus Flash News គឺបានសម្ភាសន៍អូនប្រុសថាគ្រូកាចហើយមិនត្រឹមតែប៉ុណ្្នឹងទេហើយថ្ងៃខ្លះវាយសិស្សដល់សន្លប់តត់សិស្សដល់សន្លប់មិនក៏ខ្លាំងសម្បើមហ្នឹងគាត់ធ្វើដាក់មិនហេតុដំបូងឬក៏យ៉ាងម៉េចឃើញយ៉ាអូនឃើញធ្វើមិនខ្លះបញ្ហាហ្នឹងអត់ជាតិមួយទៀតម្ដងទៀតពីរគាត់តតណាតស្លាប់ទៀត
មានន័យទៀតចឹងរឿងក្តីរឿងក្តាំងមុនចំពោះសិស្សក្មេងៗដែលវាយគ្នាឪពុកម្ដាយមិនដោះស្រាយឲ្យគ្នាហើយថែមទាំងប្រកាន់ភាពត្រឹមត្រូវរបស់ខ្លួនឯងអារឿងនោះមិនតាន់ដោះស្រាយចប់ចូលរឿងមួយទៀតសិស្សតាត់គ្រូហើយថាក្មេងៗអាហ្នឹងវាថាម៉េចបើដូចវីដេអូមួយនេះខ្ញុំនិយាយអញ្ចឹងណាក្មេងៗជួនកាលវាខឹងគ្នាវាឆេវឆាវរឿងអីមួយមកពេលហ្នឹងក៏មិនរឿងស្រីទេក៏រឿងអីពួកភឿនពួកអីចឹងទៅរឿងគាត់ថានិយាយគ្នាវាមិនត្រូវអញ្ចឹងវាកើតជាការគុំគួនអីចឹងទៅចុះគ្រូនេះខ្ញុំនិយាយតែគ្រូមួយដែលគាត់បាយសិនទេអញ្ចឹងពាក្យក្មេងមិនចេះក្រហកទេក៏ប៉ុន្តែយើងគួរជឿឬមិនជឿសង្កេតមើលទឹកមុខហើយនឹងកាយវិការក្នុងការនិយាយទាំងពាក្យដែលការនិយាយថាជាក្មេងដែលគេបង្កប់ឬក៏ជាក្មេងហ្នឹងនិយាយមកដោយភាពកាត់ឡើងដោយឃើញខ្លួនឯងផ្ទាល់ដោយមិនមានគេបង្កប់ឬក៏អត់អានេះយើងមើលចឹងទៀតចឹងបើសិនជាគេបង្កប់បានន័យថាអូនិយាយមកវាឆ្កងហើយឆ្កងចឹងរឿងរ៉ាវនេះដូចមានព័ត៌មានមកបានផ្សាយវិកសុនៅគាត់ផ្សាយថារឿងនេះវាគ្រាន់តែការយកច្រឡំរឿងនេះវាមិនមែនដូចក្មេងដែលនិយាយដូចជាពាក្យក្មេងដែលនិយាយវាគ្រាន់តែរឿងរ៉ាវដែលច្រឡំហើយចេញសារមកអស់ហើយប៉ុន្តែគ្រាន់ថាភាពជាក់ស្ដែងអ្វីដែលក្មេងនិយាយវាមិនដូចអ្វីដែលខាងក្រសួងគេផ្សាយទេព្រោះរឿងនោះវាផ្ទុយគ្នាស្រឡះនោះត្រង់ថាក្រសួងផ្សាយថាគ្រូនោះមិនបានទៅតត់អីចឹងទេហើយគ្រឿងការបាក់ជើងបាក់អីនោះតែតត់នោះមិនមែនតត់ខ្លាំងដល់ចឹងទេអាគ្រាន់តែកវះទេហើយរឿងការដល់ថ្នាក់បាក់ជើងបាក់អីនោះបើតែក្មេងនឹងលេងបាំងលេងបាចឹងទៅក៏រត់ដួលក្រិចអីចឹងទៅវាមានប្រេះឆ្អឹងប្រេះអីចឹងទៅហើយវាជូនអីគ្រូឲ្យឈរផងហើយឆ្លៀតកវះដៃកវះជើងដួលចឹងផងវាជូនគ្នាតែមកហើយថាមុនពេលដែលត្រូវកវះជើងនោះបែរថាក្មេងហ្នឹងគឺជើងនឹងផ្អោបជាមួយនឹងឈើហើយបើតែក្មេងនេះថាអត់ទេចឹងរឿងផ្អែបផ្អោចង់ផ្អោបជាមួយនឹងឈើឬក៏មិនឈើសួរថាអាមុនដែលវាកើតហេតុឧទាហរណ៍មុនកើតហេតុដែលត្រូវឲ្យគ្រូដែលគ្រូឲ្យឈរតែក្មេងនឹងដើររបៀបម៉េចតែត្រូវសួរអាកន្លែងហ្នឹងទៀតហើយសួរអ្នកនៅក្នុងសាលាហ្នឹងទៅមកសួរឬជីកគល់ឲ្យវាទៅសួរថាចុះគ្រូនឹងកាចមែនឬក៏អត់ដល់ថ្នាក់ពេលខ្លះវាយសិស្សដល់សន្លប់ណាសួរចឹងទៀតអញ្ចឹងសិស្សនៅក្នុងហ្នឹងខ្ញុំគិតថាបើសិនជា10មិនព្រមនិយាយក៏5ឬក៏7និយាយហើយនិយាយឲ្យបើថានិយាយដូចគ្នាអាហ្នឹងគឺអាចនឹងចឹងមែនហើយអញ្ចឹងគួរតែដាក់ឲ្យចាប់គណៈការមួយសួរនាំគ្រូឬក៏ដាក់អីមួយចឹងទៅលក្ខខណ្ឌអីមួយសម្រាប់គាត់ចឹងទៅអាហ្នឹងព្រោះការពេលកុំឲ្យមានរឿងដែលមិនល្អសម្រាប់គ្រូផ្សេងទៀតព្រោះជាធម្មតាទេហើយបើសិនជាមានរឿងនឹងម្ដងហើយម្ដងទៀតអញ្ចឹងរាល់ឪពុកម្ដាយនិងសិស្សផ្សេងគេជាពិសេសអ្នកដែលគាត់ចប់រៀនឬក៏គាត់ស្អីអញ្ចឹងគាត់នឹងបន្តដល់គ្រូផ្សេងដែលគាត់ល្អហើយការដែលខ្ញុំរៀនខ្ញុំបានជម្រាបចឹងគ្រូមានកាចប្រដែមិនដល់ថ្នាក់ហ្នឹងទេគ្រូបើថាកាចដល់ថ្នាក់ចឹងមែនបានន័យថាគឺកាចចំពោះ still ខ្ញុំការរៀននៅវិទ្យាល័យគ្រូចង្អុលរត់តដែរតែកាលនោះរឿងហេតុហ្នឹងវាអញ្ចេះភ្លៀងវាភ្លៀងអញ្ចឹងខាងខ្ញុំនោះតែភ្លៀងមកពិបាកជិះផ្លូវហើយរឿងយូររឿងអីផង
យើងខ្ញុំត្រូវងើពីម៉ោង 5 ដើម្បីជិះមកឆ្ងាយសាលាឆ្ងាយអញ្ចឹងដល់ពេលចូលក្នុងសាលាខ្ញុំក៏បរិវេណសាលាដែរមិនតាន់បានចូលរៀនទេខ្ញុំក៏មូលជើងខោទៅធម្មតាវាមានស្មៅមានកត្រោយមានអីនៅក្នុងសាលាហ្នឹងហើយវាមានទឹកវាមានអីផងក៏មូលទៅក្រៅវាសើមជើងខោហើយសាលានយោទៅមកមិនថានយោទៅមកអញ្ចឹងគាត់ចង្អុលថាមកថាប្រឡត់ជើងខោមិនតាន់គាត់មែនហ្នឹងគាត់ចង្អុលដើមមកហើយពេលឃើញខ្ញុំតម្លាក់ជើងខោទៅគាត់ដើរទៅវិញទៅអាហ្នឹងប៉ុន្តែអាហ្នឹងដោយសារអីដោយសាររឿងយកច្រឡំដែលគាត់គិតថាអូខ្ញុំហ្នឹងប្រហែលជាក្មេងទំនើងក៏មិនដឹងអ្វីដែលគាត់មើលមកព្រោះវិន័យគេឲ្យមូជើងខោទេសិស្សសាលាប៉ុន្តែគាត់ភ្លេចគិតថានៅក្នុងសាលាបរិវេណសាលាវាមានស្មៅវាមានទឹកអញ្ចឹងកាលណាបើសិនតម្លាក់ជើងខោដោវានឹងសើមហើយតែសើមវាជ្រាបដល់លើចង្គង់ដល់អីដល់អញ្ចឹងគាត់បានយកពីកន្លែងហ្នឹងគាត់ចង្អុលតែមកចង្អុលហើយទៅអាចអត់តម្លាក់ជើងខោស្តុកដៃលើនឹងណាប៉ុន្តែគាត់មិនមែនចេតកាចអីចឹងទេគាត់មើលដែរហើយកាលនោះគាត់ច្រឡំទេដូចខ្ញុំនិយាយចឹងគឺគាត់ច្រឡំទេព្រោះច្រឡំនោះហេតុអីដោយសារតែថ្ងៃទៅមួយថ្ងៃស្ទេវាវាយតែគ្នាចឹងទៅបើស្ទេសិស្សសាលាវាយគ្នាសឹងរងហើយវាយគ្នាសឹងរងហ្នឹងគ្រូឃើញហៅចូលក្នុងបារោវាយឲ្យថែមមិនយល់ទៅអប់រំទេគ្រូកាចណាស់នាយកសាលាកាចណាស់អត់មានពាក្យអប់រំឲ្យទេអត់មានអីត្រូវអប់រំដោយសារតែក្មេងប៉ុណ្ណឹងគឺវាធំហើយវាដឹងក្តីវាយល់ហើយមិនបាច់ចាំអប់រំទេវាយឲ្យថែមសួរថាឈឺអត់វាយតែមកខ្ញុំឃើញផ្ទាល់អញ្ចឹងគ្រាន់ថារឿងតែវាកើតឡើងវាមានហេតុវាមានផលពីដើមមកតែវាត្រូវកើតឡើងនោះអញ្ចឹងយើងមិនអាចវិនិច្ឆ័យថាអូគ្រូខុសឬក៏សិស្សខុសបានទេវាតតែយើងវិភាគសម្ដីទាំងសងខាងយើងវិភាគទៅសម្ដីណាដែលថាអាចយកគួរយើងចាត់យកសម្ដីនោះចោះប៉ុន្តែក៏មិនគួរតម្លាក់ឲ្យទៅកំហុសមកខាងដែរគ្រាន់តែមកខាងទៀតគ្រាន់តែធ្វើកិច្ចអីមួយតាមសំគួរទៅតាមច្បាប់តែប៉ុណ្្នឹងឯងខ្ញុំមានប៉ុណ្ណេះឯងសូមអរគុណ